អូននេះជាប់ទោសអត់ប៉ាសពតក្នុងគុកច្រើនគ្នាបងប្អូននេះនៅប៉ុណ្ណេះណានៅក្រៅនៅខាងនោះនៅបន្ទប់ខាងនេះខាងនោះទៀតបងប្អូនច្រើនណាឥឡូវនេះគេជាប់ទោសថាជាប់3ខែខ្លះ8ខែហ្នឹងខ្ញុំឮគេថាដែរនៅក្នុងគុកទាំងអស់គ្នានេះហើយខ្ញុំមិនមានទឹកហូបទឹកអីទេបងប្អូនអើយបងប្អូនទាំងគ្នាដឹងហើយតើអ្វីដែលត្រូវការរយៈពេលយូរបំផុតដើម្បីផលិតមិនមែនឡានមក Rolls Royce Lamborghini Ferrari ឬក៏អូថូមភាគចក្រយន្តហោះទេ Boeing Airbus ក៏មិនត្រូវការដល់អ្វីមួយនឹងដែរអ្វីមួយនឹងស្អីគេកម្លាំងពលកម្មដើម្បីឲ្យកម្លាំងពលកម្មមួយអាចយកមកប្រើប្រាស់បានត្រូវការរយៈពេលយ៉ាងតិចណាស់18ឆ្នាំអាស្រ័យទៅលើច្បាប់នៃប្រទេសនោះថាតើគេអនុញ្ញាតឲ្យមនុស្សធ្វើការនៅពេលណាប្រទេសខ្លះអាយុ16ឆ្នាំហ្នឹងគេឲ្យធ្វើការត្រឹមតែ20ម៉ោងក្នុងមួយសប្តាហ៍ទេអញ្ចឹង16ឆ្នាំទៅ18ឆ្នាំដើម្បីផលិតកម្លាំងពលកម្មម្នាក់បាននៅប្រទេសកម្ពុជាដើម្បីផលិតកម្លាំងពលកម្មមួយបានហ្នឹងយើងត្រូវចំណាយមិនតែកម្ពុជាទូទាំងពិភពលោកចំណាយផលរដ្ឋាភិបាលផងចំណាយផុសឪពុកម្ដាយឬគ្រួសារផងអាស្រ័យថាបើសិនជាគាត់ទៅរៀននៅសាលាឯកជនទេអាហ្នឹងជាចំណាយផុសគ្រួសាររបស់ឪពុកម្ដាយគាត់ 100% ប៉ុន្តែបើសិនគាត់ទៅរៀននៅសាលារដ្ឋមានបន្ទុកចំណាយទៅលើការអប់រំរបស់គាត់ដែរប្រទេសកម្ពុជាគ្រាន់តែនៅឆ្នាំ2023តែមួយឯងកម្ពុជាបានចំណាយប្រាក់ប្រហែលជា2.82% នៃផលិតផលជាតិសរុបរបស់ខ្លួនឬបើសិនគិតជាផែនការថវិកាជាតិប្រមាណជា$9,000 លានកម្ពុជាចំណាយ 15.74% នៃថវិកាជាតិទាំងមូលទៅលើវិស័យអប់រំដែលត្រូវជា4,081 trillion រៀលគិតជាដុល្លារហ្នឹងប្រហែលជា990 លានដុល្លារជិត1 billion ដុល្លារជិត1000 លានដុល្លារទៅលើសិស្សនិស្សិតចំនួន3លាន2សែននាក់អញ្ចឹងមានន័យថាក្នុងមួយឆ្នាំកម្ពុជាចំណាយទៅលើសិស្សម្នាក់ហ្នឹងសិស្សនិស្សិតប្រហែលជា$309ក្នុងម្នាក់ក្នុងមួយឆ្នាំហើយអញ្ចឹងរយៈពេលដែលសិស្សទៅរៀនប្រហែលជា12ឆ្នាំកម្ពុជាចំណាយប្រហែលជា$4,000-5,000ទៅលើសិស្សម្នាក់ក្នុងមួយជីវិតអាហ្នឹងគិតតែត្រឹមថ្នាក់ទី12ទេណាអត់ទាន់គិតដល់មហាវិទ្យាល័យថ្នាក់អនុបណ្ឌិតថ្នាក់បណ្ឌិតអាហារូបករណ៍មករៀននៅបរទេសទេអត់ទាន់គិតទេអត់ទាន់គិតទៅលើចំណាយរបស់ឪពុកម្ដាយទៅលើសម្លៀកបំពាក់សម្ភារៈសិក្សាសុខភាពថ្លៃធ្វើដំណើរអាហារឃើញអញ្ចឹងដើម្បីផលិតកម្មករនយោជិតម្នាក់បានកម្លាំងពលកម្មម្នាក់បានចំណាយរាប់ម៉ឺនដុល្លារហើយទៅចំណាយពេល16ទៅ18ឆ្នាំត្រឹមចប់ថ្នាក់ទី12អត់ទាន់ជាកម្មករដែលមានប្រសិទ្ធភាពទេចប់បញ្ញាបត្រទៀតរៀន4ឆ្នាំទៀតនៅបញ្ញាបត្រយ៉ាងតិចណាស់22ឆ្នាំ18បូកនឹង4 22ឆ្នាំដើម្បីបានកម្មករនយោជិតម្នាក់មកប្រើប៉ុន្តែនៅពេលដែលយើងបានកម្មករនយោជិតទាំងអស់នោះហើយយើងអត់មានការងារឲ្យពួកគេទាំងអស់នោះធ្វើទេពួកគេត្រូវទៅលក់កម្លាំងពលកម្មរបស់ពួកគេនៅបរទេសជាពិសេសនៅកូរ៉េអញ្ចឹងទៅឃើញទេកូរ៉េចំណេញខ្លាំងណាស់គេដើម្បីបានកម្លាំងពលកម្មមួយត្រូវការរយៈពេល24ឆ្នាំប៉ុន្តែបានមក free បានមកពីកម្ពុជា free រាប់សែននាក់ព្រោះដើម្បីទៅធ្វើការនៅកូរ៉េបានយើងត្រូវចេះភាសាកូរ៉េមួយបាត់ឃើញទេដើម្បីរៀនកូរ៉េបានយើងត្រូវចេះអង់គ្លេសមួយទៀតមានតែគេរៀនកូរ៉េដែលមិនចេះអង់គ្លេសភាគច្រើនសូវចេះភាសាអង់គ្លេសមួយទៀតអញ្ចឹងម្នាក់ចេះ2 3ភាសាយើងបាត់កម្មករទាំងអស់ហ្នឹងតែឲ្យគេ free ខាតបងយ៉ាងណាហើយចម្ងល់មួយទៀតហេតុអីបានប្រទេសកម្ពុជាដែលមានប្រជាជន17លាននាក់គ្មានសមត្ថភាពបង្កើតការងារឲ្យប្រជាជនធ្វើប៉ុន្តែប្រទេសជិតខាងរបស់យើងដូចជាថៃមានប្រជាជនជិត80លាននាក់ច្រើនជាងយើង4ដងខ្វះកម្មករខ្វះកម្លាំងពលកម្មកូរ៉េខ្វះកម្លាំងពលកម្មនឹងគឺជាសំណួរហើយដែលត្រូវឆ្លើយដោយអ្នកសេដ្ឋកិច្ចនៃប្រទេសកម្ពុជា